ការជប់សម្រាប់ប្រចាំសប្តាហ៍ថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកខ្លះៗអំពីការជប់សម្រាប់ប្រចាំសប្តាហ៍យោងតាមមាត្រា147នៃច្បាប់ស្តីពីការងារការជប់សម្រាប់ប្រចាំសប្តាហ៍ជាគោលការណ៍គឺត្រូវឲ្យជប់នៅថ្ងៃអាទិត្យហើយត្រូវមានថេរវេលាអបបរមា24ម៉ោងបន្តគ្នាប្រសិនបើការជប់សម្រាប់នៃបុគ្គលិកទាំងអស់នាំឲ្យខូចដល់ប្រយោជន៍សាធារណជនឬធ្វើឲ្យខូចដំណើរការធម្មតារបស់សហគ្រាសការឈប់សម្រាកនេះអាចអនុវត្តបានដូចតទៅទី1ឲ្យបុគ្គលិកទាំងអស់ឈប់សម្រាកនៅថ្ងៃមួយផ្សេងទៀតក្រៅពីថ្ងៃអាទិត្យទី2ឈប់សម្រាកពីថ្ងៃត្រង់នៃថ្ងៃអាទិត្យដល់ថ្ងៃត្រង់នៃថ្ងៃច័ន្ទនិងទី3ឈប់សម្រាកឆ្លាស់វេនគ្រប់បុគ្គលិកទាំងអស់ដើម្បីអាចអនុវត្តដោយការរៀបរាប់ខាងលើនេះបានក្រុមហ៊ុនត្រូវស្នើសុំសេចក្តីអនុញ្ញាតជាមុនទៅក្រសួងទទួលបន្ទុកវិស័យការងារដែលបច្ចុប្បន្នគឺជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបងប្អូនអាចមើលបញ្ញត្តិដែលតាក់ទងទៅនឹងការជប់សម្រាកប្រចាំសប្តាហ៍បានគឺចាប់ពីមាត្រា145រហូតដល់មាត្រា160នៃច្បាប់ស្តីពីការងារចំពោះការធ្វើការនៅថ្ងៃជប់សម្រាកប្រចាំសប្តាហ៍វិញយោងតាមមាត្រា139ថ្មីនៃច្បាប់ស្តីពីការងារកម្មករនិយោជិតត្រូវទទួលបានប្រាក់ឈ្នួល 200% ឬ2ដងនៃប្រាក់ឈ្នួលនៅថ្ងៃធ្វើការធម្មតាឧបមាថាលោកកមានប្រាក់ឈ្នួលប្រចាំថ្ងៃចំនួន$15ក្នុងមួយថ្ងៃហើយគាត់បានមកធ្វើការចំនួន8ម៉ោងដែលជាម៉ោងធ្វើការក្នុងមួយថ្ងៃរបស់ក្រុមហ៊ុននៅថ្ងៃអាទិត្យដែលក្រុមហ៊ុនរបស់គាត់កំណត់ថាជាថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍លោកកត្រូវទទួលបានប្រាក់ឈ្នួល 200% ឬ2ដងនៃប្រាក់$15ដែលជាប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតារបស់គាត់គឺស្មើនឹង$30របៀបគិតប្រាក់ឈ្នួលសុទ្ធសាធប្រចាំថ្ងៃបងប្អូនអាចមើលវីដេអូឡលេខ030របស់ខ្ញុំបានចំពោះការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍បងប្អូនអាចស្វែងយល់បន្ថែមនៅក្នុងជំពូកទី4នៃប្រកាសលេខ112ឆ្នាំ2025របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខ្ញុំសង្ឃឹមថាការចែករំលែកមួយនេះមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាសូមអរគុណជួបគ្នានៅវីដេអូក្រោយ